นี่บางปูนเนี่ยรวยเริ่มรวยเพียรวยบางปูนี่เอ็มจะเรียบซ่วงปูนเนี่ยไงเนี่ยบ้านซิโยคิวโมมาจะอามเจียงได้บางปูนไปจะ30-40กำราเวียก็ไปจะบุญลีบางปูนอันนี้ภาษาไหนยังกัดฟืดองไปจะยังเติมบุญสลักบ้านยังធ្វើក្បាលមូលเกินแต่ว่าក្បាលកប៉ែត2-3สลักกับบ้านได้บางปูนอันนี้สโยนเอาสรกយើងบางปูนពងខៀវដែលខ្ញុំធ្វើលមុនគឺការដែលខ្ញុំទៅធ្វើការនៅស្រុកគេអានេះពងស្រុកយើងទេអាក្រាស់ជានេះក៏វាមានដែរបងប្អូនតែតម្លៃវាថ្លៃតែអានេះដែលខ្ញុំធ្វើការទៅវាសល់ប៉ុន្តែទៅខ្ញុំអាចគិតថាវាធ្វើកើតខ្ញុំយកមកសាកធ្វើបងប្អូននេះខ្ញុំកាត់វារួចរោភ្លើងវាប៉ែតឲ្យស្មើរួចចាំយើងយកមកផ្គុំគ្នាតោះបងប្អូនតាមដានក្នុងការធ្វើរបស់គ្នាបងប្អូនអរគ្នាខ្ញុំបានកាត់រួចហើយកាត់បាន6ចំណិតបងប្អូនធ្វើបាន2ដងបងប្អូននេះវាបើសិនតែយើងផ្គប់គ្នានេះបងប្អូនក្រាស់វាបានតែប្រហែលជា8លីបើ3ក៏វានៅស្ទើរដែរបងប្អូនក្បាលមូលវាទៅតែមកហ៊ុនកន្លះឬក៏មកហ៊ុនរៀងធំបន្តិចបងប្អូនមិនយើងចង់ស្រួលព្រោះឯក្បាលកស៊ូយើងភាគច្រើនវា20ឬក៏19ប៉ុន្តែបងប្អូនហើយពេលយើងធ្វើក្បាលមូលជាមួយខ្ញុំសាកបរៀបវារួចតែវាអាច3យើងប្អូនគ្នា3ទេវាអាចធ្វើកើតអត់វាក្រាស់គួរសមទេបងប្អូន3តោះតាមដានក្នុងការរោលភ្លើងអស់នេះបងប្អូននេះបងប្អូនពេលរោលយើងរោលភ្លើងខ្ជូងក៏បានភ្លើងគះក៏បានណាបងប្អូនតែនេះខ្ញុំរោលគះជិះដាក់វាអញ្ចេះតែយើងព្យាយាមមើលវាបងប្អូនកុំឲ្យវាខ្លោចមើលតែវាមកទន់សពសាច់យើងយកមកដាក់ចិនជាមួយនឹងការ៉ូនេះយើងលែងប្រែវាបងប្អូនស្ទាបវាទន់ទាំងអស់អញ្ចឹងបានយើងសកត់ទៅវារៀបល្អបើវាទន់តែកដាលអាគារនេះនៅអានេះនៅពេលយើងចិនទៅវាអត់ស្មើទេបងប្អូនហើយបើខ្លោចក៏វាអត់ស្អាតដែរគឺយើងព្យាយាមមើលវាភ្លើងក៏មកខំបងប្អូនភ្លើងតិចតែបើរោលខ្ជូងក៏ល្អយ៉ាងដែរបងប្អូនតែបើរោលខ្ជូងយើងដាក់វារៀងខ្ពស់តិចវាល្ងើខ្លាំងខ្ជូងឃើញបងប្អូនជាមួយខ្ញុំជិះឲ្យបងប្អូនមើលមួយវាចិត្តទន់ហើយជ្រាបសួរបងប្អូននេះថ្ងៃនេះយើងមកបន្តភាគថ្ងៃមុនដែលវីដេអូមុនខ្ញុំរោលភ្លើងតែវីដេអូនេះយើងមកដល់វគ្គយើងគូពុំពីមុនខ្ញុំធ្លាប់បិទយើងធ្លាប់គុំវាសិនយើងធ្លាប់ដាក់កាវគុំវាឲ្យបានកម្រាស់ដែលយើងត្រូវការរួចបានយើងគូពុំកាត់តែឥឡូវនេះបងប្អូនឃើញហើយខ្ញុំគូមួយស្លឹករួចយើងកាត់មិនបាច់ថាវាដូចពុំ100%ទេតែឲ្យវាតូចទៅពេលយើងបិទកាវវាអត់សូវចុះកាវបងប្អូនហើយនេះពុំយើងធ្វើពុំនេះប៉ុន្តែអានេះខ្ញុំនឹងធ្វើយើងយកពុំនេះអីប៉ុន្តែម៉ូតនេះវាប្រហងកលែងកគូតដងទៅនេះបងប្អូនប្រហងទៅនេះកលែងក្លៀកដៃកាន់ទៅនេះក៏ខ្ញុំធ្វើក្លៀកដៃទៅនេះបន្តិចតែម៉ូតវាអត់មានទេបងប្អូនតែ
cứ một anh em chạm bàn mộtនេះគឺយើងត្រូវចោះកគូតវាបានស្អាតចោះកគូតវាទៅនេះយ៉ាងទៅនេះធ្វើក្លៀកដៃរៀងផតតិចហើយពងឲ្យមុនដែរយើងបានអានេះវា2នេះ4 2ស្លឹកនេះបានមកដើមហើយបងប្អូននេះប្រហែលជាត្រួតគ្នា4ឯងបងប្អូនបានវាបានកម្រាស់ដែលយើងត្រូវការនេះវាបាននេះបងប្អូនវាបាន2ដើម4កម្រាស់នេះវាបាន2ដើមនេះគឺក្រាស់វាដឹងឲ្យបានហើយបងប្អូននេះមកស្អាតហើយអានេះវាសោះ2ស្លឹកនេះចាំមើលសិនបងប្អូនបើថាចាំមើលរោមពងទៀតចាំមើលទៅរកលេងអេតចាយបងប្អូនប្រហែលជាមិនអត់ទេតាមលេងចាយហើយសារនេះខ្ញុំធ្វើមិនប៉ុណ្ណេះទេបងប្អូនចាំមើលខ្ញុំថតវីដេអូវាមានពងតែប៉ុណ្ណេះបងប្អូនចាំមើលខ្ញុំរោមពងបានខ្ញុំធ្វើដាក់តាមមួយបងប្អូនព្រោះអីពួកដងឈើដាក់តាមមួយអស់ហើយបងប្អូនមួយគេយកមកកលែង 4-5 ដើម 3 ដើម 2 ដើមអីគេដាក់លក់សាកមើលតែអំពងខៀវនេះគឺអត់ដែលបានដាក់មួយទេបងប្អូនដាក់តែដងឈើហើយបើបងប្អូនត្រូវការយកទៅចែកចាយតក៏បងប្អូនអាចតាក់ទងកំងឲ្យធ្វើបានណាបងប្អូនហើយបងប្អូនជំរឿតាមដានក្នុងការកាត់ក្នុងការធ្វើទាំងអស់នេះបងប្អូននេះបងប្អូនហ្នឹងយើងគុំវាដង2នេះខ្ញុំយកទៅកាត់ហើយបងប្អូនកាត់បាន4យកវាមកផ្អបចូលវាឲ្យវារឹងសិននៅ6ទៀតនេះយើងទៅតាគៀបចឹងបងប្អូនมันវាណែនជឿបហើយយើងផ្អប2ទៀតរួចបានយើងមកគុំគ្នាគុំជាមួយគ្នាចេះកើត4ស្លឹកបានកម្រាស់វាបានមកអេម3វារៀងស្ទើរបងប្អូនខ្ញុំសាកគុំមើល3វាធ្វើក្បាលមូលអត់កើតក្បាលមូលធ្វើកើតប៉ុន្តែវាតូចពេកបងប្អូនទៅក្បាលពងកពើកើតក្រាស់3វាស្អាតដែរបងប្អូនវាអត់សូវក្រាស់ហ្មងទេតែបានក្បាលពងកពើបងប្អូនមើលក្បាលមូលវាអត់កើតនេះបងប្អូនយើងគៀបនេះខ្ញុំដាក់កៅថែមបងប្អូនជាមួយខ្ញុំផ្គុំអានេះរួចខ្ញុំផ្គុំជាមួយគ្នាឲ្យបាន4ស្លឹករួចចាញ់ខ្ញុំថតឲ្យមើលមកនេះបងប្អូនអរនេះកាត់ពឺអាពីនេះម៉ូតខុសគ្នាបងប្អូនតើហុំវាខុសគ្នាបន្តិចអានេះវារៀងម៉ាប់ជាងតិចអានេះវារៀងផតជាងតិចព្រោះថាដំបូងខ្ញុំគូពុំអានេះឯងដល់ពេលថាយកអាពុំមួយនេះមកធៀបវាអាចកាត់កើតខ្ញុំសាកធ្វើ2វាស្តៀងគ្នានេះបងប្អូនគាត់ថាទំហំដងវារៀងជ្រៀកគ្នាបន្តិចហើយនឹងកគូតទំហំគូតវាខុសគ្នាបន្តិចនេះបងប្អូនអេមនេះបាន80%នៅយើងខាត់ដៃទៀតនេះបងប្អូនអរគ្នាឃើញថាបានដងម្ដងនេះបាន90%បងប្អូនអេម
នេះបងប្អូនអស់គ្នារួចរិល100%បងប្អូននេះអេមដៃជើងបន្ទួនេះបងប្អូនរួចហើយហើយបើបងប្អូនត្រូវការកំងយកទៅចែកចាយតឬក៏ផ្ញើឈើឲ្យធ្វើអីបងប្អូនអាចតាក់ទងចាញ់ចំណាក់លេខទូរស័ព្ទនៅខាងក្រោមហើយនេះបងប្អូនអត់បានដាក់ជាកស៊ូសាកទេបងប្អូនព្រោះថាវាអត់សូវមានពេលបានថតបងប្អូន